ជំរាបសួរពុកម៉ែបងប្អូនអរគ្នាវីដេអូហ្នឹងគឺនាំបងប្អូនមកមើលខ្ញុំកាច់កបន្លែម្ដងដោយសារតែប្រហែលថ្ងៃមុនហ្នឹងតកែប្រើឲ្យទៅបេះស្លឹកខូចទេតែវាផ្កាច្រើនពេកមានអីខ្ញុំកាច់កតែម្ដងហើយគាត់ឃើញហ្នឹងគាត់ប្រាប់ថាចេះកាច់កតែណារៀងអន់ខ្លាំងទៅបានហើយរៀងផ្កាខ្លាំងអញ្ចឹងណាតែកូនចៅនេះគ្មានទេបើវាផ្កាអញ្ចឹងហើយទុកទៅអីទៀតខ្ញុំកាច់កខ្ទេចតែម្ដងបងប្អូនចង់មកហៅស៊ឺហើយអាកាច់កនេះយកទៅត្រួយហ្នឹងអាហ្នឹងក៏គេលក់ដែរបងប្អូនគេថ្លឹងគីឡូក្នុងមួយកេះវាមាន4គីឡូអញ្ចឹងតែតម្លៃវាអាចទាបត្បិតតែវាផ្កាអញ្ចឹងមែនតែវានៅល្អណាស់ហូបបានអញ្ចឹងណាបងប្អូនអរគ្នាដូចខ្ញុំកាន់អញ្ចឹងហើយបើថារឿងកាច់កនេះជំនាញលេខ1របស់កូនចៅហ្មងគឺលឿនមែនតើបងប្អូនកាច់តាមមួយផ្លែនេះគឺរួចរាល់តែម្ដងហើយប្រភេទបន្លែហ្នឹងតែកាច់ត្រួយអញ្ចឹងហើយគឺគេបោះចោលហើយលេងបានបេះទៀតហើយបន្ទាប់ពីកាច់ត្រួយកាច់អីហ្នឹងហើយអស់គឺតកែគាត់កាត់ដើមកាត់អីចោលចាប់ដើមឬកស៊ូឬអីភ្ជួរសាថ្មីទៀតហើយតែគាត់ថាខែតិចអញ្ចឹងតកែខ្ញុំគាត់អត់ងាយដាំបន្លែទេបងប្អូនដោយសារតែតិចអញ្ចឹងដាំក៏វាងាយរស់ល្អដែរភាគច្រើនបើសិនជាដាំបន្លែខែនេះគឺវាលួយបងប្អូនលួយគល់លួយពីក្រៅមកតែម្ដងដោយសារតែអាកាសធាតុត្រជាក់ខ្លាំងយើងខំប្រឹងដាំគ្រាប់ឬដាំកូនក៏ដោយបើដាំគ្រាប់វាអាចនឹងអត់ដុះអីអញ្ចឹងណាអញ្ចឹងទៅភាគច្រើនតកែខ្ញុំមកតែថាកាត់បន្លែកាត់អីចោលហើយគឺគាត់ទុកហៅស៊ឺនឹងចោលរឿងយូរតិចទៅមិនគាត់មកភ្ជួរសាថ្មីតាមអីចឹងទៅហើយបន្លែផ្ទះខ្ញុំនឹងដូចបងប្អូនឃើញស្រាប់អញ្ចឹងគឺមិនសូវល្អប្រហែលទេបងប្អូនអើយពេលដែលខ្ញុំផុសបន្លែរៀងល្អស្លឹករៀងក្រាស់ហ្នឹងអាហ្នឹងមើលទៅគឺបន្លែផ្ទះគេទេផ្ទះគេគឺល្អខ្លាំងហ្មងហើយឥឡូវនេះតកែខ្ញុំមកគាត់អត់សូវមានបន្លែបេះឲ្យភ្ញៀវគាត់ទេភាគច្រើនបើសិនជាមានថង់មានកេះគេកំងអញ្ចឹងគាត់ឲ្យបេះតែមកគ្រប់ហ្នឹងទៅបានហើយក្រៅពីហ្នឹងបើសិនជាសល់បន្លែអញ្ចឹងគាត់ឲ្យទុកចាំបេះថ្ងៃក្រោយទៀតដោយសារបើសិនជាយើងបេះអស់អញ្ចឹងទៅគឺគេកំងតិចក៏លែងមានអញ្ចឹងណាអញ្ចឹងគាត់បេះតែមកគ្រប់អញ្ចឹងទៅបើនៅសល់គឺទុកបន្តទៅថ្ងៃស្អែកថ្ងៃខាងស្អែកទៀតទៅហើយតកែខ្ញុំក៏គាត់ដឹងដែរថាបន្លែគាត់គឺអត់ធំទេហើយសិតតែមេរោគទៀតភាគច្រើនគឺមកសួរកូនចៅបេះនៅកន្លែងណាបានបេះហៅស៊ឺណាបានអញ្ចឹងណាហើយសួរប៉ះកូនចៅខ្ញុំនេះទៅកន្លែងណាអត់ល្អបេះមិនបានគឺប្រាប់ថាបេះអត់បានហ្មងបើចាំទៅខំទៅចូលទៅបេះទេពួកឯងយើងអ្នកធ្វើការយើងអ្នកបេះរាល់ថ្ងៃអញ្ចឹងគឺយើងដឹងកន្លែងណាល្អកន្លែងណាអាចបេះបានកន្លែងណាអាចបេះមិនបានអញ្ចឹងណាបងប្អូនដូចជាក់ស្ដែងខ្ញុំមកកាច់កបន្លែនេះអញ្ចឹងដោយសារតែខ្ញុំឃើញថាវាបេះលែងបានហើយអញ្ចឹងក៏នាំគ្នាកាច់កតែម្ដងតកែខ្ញុំក៏នៅស្ដាយឲ្យខ្ញុំបេះបន្លែស្លឹកបន្លែអីបន្លែមិនទៅបងប្អូនបើវាផ្កាឡើងកញ្ញាញអញ្ចឹងហើយនោះហើយនេះប៉ះតកែខ្ញុំទេតកែខ្ញុំគាត់ slow ស្រួលអញ្ចឹងណាបើតកែឡើយផ្សេងបាសសក់ឲ្យខ្ញុំហើយនេះបងប្អូនឃើញអត់ស្លឹកគេកាច់មកហើយគឺស្អាតហ្មងអត់មានប្របាទៀតទេហើយកាច់ហ្នឹងសិតតែស្លឹកល្អវាអត់សូវរោគប្រមាណទេគ្រាន់តែវាផ្កាកាច់តែមួយផ្លែទេមកបេគឺលឿនមែនតែនហ្មងហើយកាច់ហ្នឹងមិនកាច់មកហៅស៊ឺណាបងប្អូនកាច់ឡើងអស់2ហៅស៊ឺអញ្ចឹងគឺអស់បន្លែ3ហើយនៅសល់តែផ្ទះ2 3ហៅស៊ឺទៀតទេហើយម្លងពេលខែតិចអញ្ចឹងគឺបន្លែអត់ងាយធំទេបងប្អូនមួយអាទិត្យ2អាទិត្យអីបានវាធំដោយសារតែបន្លែក៏ល្ងាវាចាញ់តិចវាចង់ដេកដែរអញ្ចឹងណាបងប្អូនហើយវីដេអូការងាររបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងប្អូនអស់ពីបេះកានីបគឺបេះ strawberry ទៅមកវិលជុំដល់ខែបាក់លុយអញ្ចឹងណាអញ្ចឹងបងប្អូនដែលគាត់ធ្វើវីដេអូដូចខ្ញុំអីចឹងបញ្ចូលសលេងបញ្ចូលអីឲ្យផុសដល់បងប្អូនអរគ្នាជូនពរបងប្អូនអរគ្នាឆាប់បានធូររលុយទាំងអស់គ្នាហេងសំណាងល្អខែថ្មីឆ្នាំថ្មីនៅពេលខាងមុខនេះ